បើវាខូចហើយគ្រាន់តែបដូរថ្មីទៅមានអីពិបាកនៅលើโลกនេះគឺអ្នកដែលមានរាសីខ្ពស់មិនមែនមានតែសៀសយីម្នាក់ទេបើគេស្លាប់ទៅខ្ញុំនឹងទៅរកអ្នកថ្មីទៀតល្អណាស់ពិតជាអ្នកលក់កំបិតដ៏មានចិត្តដាច់មែនគួរចាប់អារម្មណ៍ណាស់សៀវសជីឯងលឺហើយមែនទេក្នុងកៅភ្នែករបស់នាងនាងហ៊ានផងឯងធូសានជីវការសងសឹកថ្ងៃនេះយើងនឹងចាំទុកនេះលោកមិនបាច់ឲ្យណានាងមកត្រូវបារម្ភទេបើលោកមិនអីទេក៏ត្រឡប់ទៅភូមិមកគ្រឹះវិញទៅខ្ញុំទៅដេញតាមរដានសៀងអ៊ីឆុងសិនពេលនេះគ្រោះថ្នាក់ណាស់ថ្ងៃនេះខ្ញុំមិនទាន់ត្រឡប់ទៅវិញទេអ្នកនាងប្រយ័ត្នខ្លួនផងធូសាន់ជីវធូសាន់ជីវអ្នកនាងគ្មានបេះដូងទេលោកមិនអីទេមិនដឹងថាយ៉ាងម៉េចទេពួកយើងនៅខាងក្រៅនាំគ្នាវិលចោះវិលឡើងចូលមិនបានសោះធ្វើឲ្យបងប្អូនយើងចង់ឈួតទៅហើយខ្ញុំមិនអីទេទៅភូមិគ្រឹះវិញបាទក្មេងល្ងងចៅពិតជាធ្វើឲ្យខ្លួនឯងពិបាកមែនក្នុងចិត្តបារម្ភគេស្ទើរស្លាប់ទៅហើយតែបែរជាធ្វើជាសំងំនៅក្នុងផ្ទះសំណាក់មិនហ៊ានចេញទៅជួបគេថែមទាំងសុកចិត្តបញ្ចេញកម្លាំងធាតខ្លួនឯងដើម្បីទៅជួយជួសជុលរាសីដែលគេខូចខាតដោយសារអាគមខ្មៅឲ្យវិលត្រឡប់មកពេញលេញវិញទៀតលោកតាហាត់អីពេលឃើញគេរុញខ្ញុំចេញប្រាកែភ្នែកដុតទៅចាក់នឹងសក់ក៏ក្រក់បែបនោះមកខ្ញុំមានអារម្មណ៍ថាពិបាកក្នុងចិត្តណាស់វាថាប់ហើយក៏ឈឺចាប់ជាងត្រូវសៀងអ៊ីឆុងវាយមួយបាត់ដៃទៅទៀតចៅល្ងងនោះក៏ព្រោះតែចៅស្រឡាញ់គេហើយឈាមជ័រត្រកូលធូសានយើងបើនិយាយពីរឿងស្នេហាវិញគឺល្ងងខ្លៅយឺតយ៉ាវណាស់តែបើកាលណាដែលធ្លាក់នៅក្នុងអន្លង់ស្នេហ៍ហើយគឺដកជ្រៅណាស់ស្រឡាញ់មួយជីវិតមិនប្រែដល់ស្លាប់ឥឡូវនេះគឺឯងបែបនេះហើយពាក្យថាស្នេហាវាអាចកំបាំងពិបាកពណ៌នាខ្លាំងណាស់វាធ្វើអារម្មណ៍ចៅមិននឹងណោប្រែប្រួលចុះឡើងធ្វើឲ្យចៅនឹកឃើញរូបរាងកាយគេដោយមិនដឹងខ្លួនគេសប្បាយចិត្តចៅក៏សប្បាយចិត្តគេកើតទុកចៅក៏កើតទុកខ្ញុំដូចជាយល់ខ្លះហើយប៉ុន្តែឥឡូវគេហាក់ដូចជាមិនស្រឡាញ់ខ្ញុំទេគេរុញខ្ញុំចេញថែមទាំងថាខ្ញុំជាមនុស្សគ្មានបេះដូងទេចៅល្ងងអាសៀម្នាក់នោះត្រូវសម្ដីអាក្រក់របស់ចៅ
ធ្វើឲ្យរបួសបេះដូងខ្ទេចអស់ទៅហើយសាគិតទៅមើលបើមានអ្នកណាម្នាក់លះបង់អស់ពីចិត្តពីថ្លើមដើម្បីជួយមនុស្សម្នាក់បែរជាលឺសម្ដីបែបនេះវិញតើវាមិនឈឺចាប់ទេអីមិនពិបាកចិត្តទេអីគេគ្រាន់តែខឹងងក់ងល់នឹងចៅតែប៉ុណ្ណោះឈប់កិច្ចមុខទៀតទៅបញ្ញាប់ទៅរកគេទៅយកចិត្តពិតរបស់ចៅនិងរឿងរ៉ាវចាំបាច់ទាំងនោះប្រាប់គេឲ្យដឹងទៅកុំព្រោះតែការយល់ច្រឡំធ្វើឲ្យបាត់បង់គូព្រេងដ៏ល្អឲ្យសោះ ប៉ុន្តែសៀងអ៊ីឆុងរបស់ធ្ងន់រត់បាត់ហើយមិនឆ្លៀតពេលនេះដេញតែ អីអូយចៅតាហើយសៀវអ៊ីឈុងត្រូវចៅវាយឲ្យរបួសធ្ងន់ដល់ថ្នាក់នឹងយ៉ាងតិចក៏រយៈពេល1ឆ្នាំកន្លះវាមិនអាចងើបឡើងវិញបានផងនៅក្នុងរយៈពេលខ្លីវាមិននឹងអាចបង្កបញ្ហាបានទៀតទៅពេលនេះរឿងធំប៉ុណ្ណាក៏វាមិនស្មើសុភមង្គលចៅមួយជីវិតដែរឆាប់ទៅ ស្មានមកដល់ថាឯងមានគំនុំត្រូវបិទបាំងរហូតដល់ភ្លេចមហិច្ឆតាផែនការដ៏អស្ចារ្យរបស់អាណាចក្រឯងបែរជាគិតរឿងផ្ទាល់ខ្លួនចឹងឯង ខ្ញុំម្ចាស់មិនហ៊ានទេមិនដែលភ្លេចសំបីតែ1នាទីអ្នកក្រមបង្គាប់មិនហ៊ានភ្លេចសំបីតែ1វិនាទី ហ៎មិនដែលបំភ្លេចទេបើអញ្ចឹងប្រាប់មកតើផែនការរបស់អាណាចក្រគឺជាអ្វីហើយគោលដៅរបស់ឯងសំងំលាក់ខ្លួននោះគឺជាអ្វីឲ្យប្រកាសទៅហ៎ អាណាចក្រជើងនៅត្រើយមកខាងសមុទ្រតែអ្វីដែលជើងខ្វះខាតគឺធម្មពលនិករាជដ៏មហិមាដែលបង្កប់នៅក្នុងទឹកដីជីវជើងនេះធម្មពលនេះក៏ក្រើកចេញពីខ្លឹមសារនៃឋានសួគ៌និងផែនដីជួយការពារទឹកដីទាំងមូលនោះហើយជាសង្គ្រាមអាណាចក្រដ៏បរិសុទ្ធរបស់យើងត្រូវបរាជ័យជាបន្តបន្ទាប់ចំណែកសៀវសឺជីដែលកើតមកមានរិទ្ធិខ្ពស់នេះហើយជាសោដែលសំខាន់សម្រាប់ការពារនិករាជដង្ហើមនិករាជនិងទឹកដីរឹងមាំដូចជាភ្នំយើងមិនអាចបំផ្លាញបានទេគោលដៅរបស់អាណាចក្រយើងដណ្ដើមយករាជសីរបស់វាដើម្បីផ្ដាច់ចំណងរវាងទិសបូព៌ានិងរាជសីនិករាជបើយើងអាចបំបែកវាបានវាអាចសម្រុកដោយងាយនោះផែនដីនេះនិងអាណាចក្រនេះជារបស់យើងហើយ បើអញមិនភ្លេចអញ្ចឹងអញប្រាប់មកនៅក្នុងនាមឯងតែងតែឈ្នះរហូតហើយចុះពេលនេះហេតុអីបានជាឯងតស៊ូជាមួយខ្មាំងមិនបាននេះជាកំហុសរបស់ធូសានជីវឬជាកំហុសអញឲ្យប្រកាសទៅតើនេះគឺជាអ្វីឲ្យប្រកាសទៅអាល្ងងអើយឯងប្រាប់មកតើវាមកពីមូលហេតុអ្វីដែរទៅហ៎ សូមលោកម្ចាស់កុំខឹងអីមិនមែនមកពីកូនចៅអសមត្ថភាពទេគឺធូសានជីវមិនដឹងជាប្រើវិធីអីទេវាខ្ចីកម្លាំងសៀវស៊ឺជីមកប្រាស់មួយរយៈបើមិនដោយសារកម្លាំងប្លែកនោះទេវាមិនអាចធ្វើខ្ញុំរបួសដោយងាយបែបនេះឡើយពិតមែនហើយឲ្យតែសៀវស៊ឺជីមិននៅក្បែរវាធូសានជីវនោះវាមិនមែនជាស្អីទាំងអស់ មកពីឯងគ្មានប្រយោជន៍ឯងពិតជាអត់ប្រយោជន៍ណាស់អាណាចក្ររបស់យើងចាប់ពីពេលនេះតទៅនេះជាឱកាសចុងក្រោយរបស់ឯងហើយឯងស្ដាប់ច្បាស់ណាស់ទៅចាប់ខ្លួនធូសានជីមកនាំនាងមកទីនេះបើសិនជាកិច្ចការនេះឯងធ្វើបានសម្រេចយើងទុកចិត្តឯងហើយទុកឲ្យឯងនៅទីនេះបន្ត
តែបើសិនជាឯងធ្វើមិនបានទេទុកក៏មិនប្រយោជន៍ដែរ បញ្ញាប់ឡើងតើ សុយី បងប្រុស សុយីហេតុអីក៏អញរបួសខ្លួនខ្លាំងបែបនេះ បងប្រុសចុះនៅនាងធូសានជីវមិនមែនគាត់ចេញទៅជាមួយបងទេគាត់មិនទៅទេមែនទេបងប្រុសនេះ លោកតាមហូបនេះពិតជាប្លែកភ្នែកខ្លាំងណាស់តើវាមានឈ្មោះអ្វីដែរទៅ ណែបើតាមតាឃើញមកហូបនេះហៅថាបេះដូងចចកសួតឆ្កែ មិនត្រូវទេលោកតាចុះបេះដូងចចកនៅឯណាទៅចុះសួតឆ្កែនៅឯណានៅក្នុងម្ហូបនេះមិនឃើញមានបេះដូងហើយក៏មិនមានឃើញសួតដែរបើតាមខ្ញុំមើលទៅគួរតែហៅថាមនុស្សគ្មានបេះដូងល្អជាង និយាយស្អីហ្នឹង សុយីពួកយើងមិនមែនចាប់បង្ខំឯងទេគឺពួកយើងបារម្ភអូត្រូវហើយចុះសៀវជីវនៅណាទៅមិនមែនឯងនិងសៀវជីវចេញទៅជាមួយគ្នាទេហេតុអីក៏មិនឃើញត្រឡប់មកជាមួយគ្នាតើមានរឿងអីកាត់ឡើងមែនទេ រឿងរបស់អ្នកនាងសានជីវខ្ញុំគ្មានសិទ្ធិលូកដៃទេគេចង់តារាចិត្តសិទ្ធិរបស់គេជាសេរីភាពរបស់គេ សុយីសម្ដេចដែលខ្ញុំនិយាយនៅក្លឹបបាយឡាមិនថ្ងៃនោះគឺដើម្បីបោកបញ្ឆោតសៀងអ៊ីឆុងប៉ុណ្ណោះមិនមែនជាចិត្តពិតរបស់ខ្ញុំទេណាតាមពិតតែខ្ញុំសុយីខ្ញុំទុកចិត្តលោក រឿងរបស់អ្នកនាងសានជីវខ្ញុំគ្មានសិទ្ធិលូកដៃទេគេចង់តារាចិត្តសិទ្ធិរបស់គេជាសេរីភាពរបស់គេ អូហូពេលនេះមកនិយាយថាគ្មានសិទ្ធិលោកដៃភ្លេចហើយមែនទេកាលមុនអ្នកណាគេដែលឆ្លក់វង្វេងនឹងកបិតនោះស្ទើរស្លាប់អង្គុយជូតហើយជូតទៀតទន្ទឹងរងចាំគេចុះមកពីលើភ្នំនោះអី ចិនចើអញនិយាយប្រែហ្នឹងអ្នកនាងសានជីវនិងខ្ញុំរួមទាំងតកូររបស់យើងគឺមានគុណនឹងទោសហើយចំពោះខ្ញុំគេគ្រាន់តែជាម្ចាស់បំណុលកុំនិយាយព្រាបផ្ដាស់នាំតែធ្វើឲ្យនាងខូចកិត្តិយស ណែគឺ ខ្ញុំមិនអីទេខ្ញុំសុំតែសម្រាប់សិនហើយ អ្នកនាងធូសានជីវនៅផ្ទះបាយមានអាហារពេលល្ងាចសម្រាប់នាង ខ្ញុំមិនញ៉ាំទេ អូណែគឺណែគឺ ធូសានជីវសៀវសុយជីបើបានសងសឹកបើមិនបានសងសឹកយើងមិនមែនជាមនុស្សទេចាំមើលចុះ បងប្រុសក្នុងឱកាសនៅក្នុងចិត្តបងបារម្ភពីអ្នកនាងធូសានជីវដល់ថ្នាក់ហ្នឹងស្រឡាញ់ដល់ថ្នាក់សុខចិត្តបូជាជីវិតចុះហេតុអីបានជាបងមិនទៅរកគាត់ប្រាប់ពីអារម្មណ៍ពិតឲ្យគាត់បានដឹងទៅក្រែងលោះគាត់ ឈប់និយាយទៅនាងនិងបងគ្មាននិស្ស័យស្នេហានឹងគ្នាទេនាងនៅក្បែរបងដើម្បីសេរីភាពតែប៉ុណ្ណោះសុទ្ធតែជាការតបស្នងជាការលះបង់កំបិតនឹងឈាមសុទ្ធតែជាបតបកិច្ចបើសិនជាបងស្រាប់តែបង្ហាញអារម្មណ៍ទៅធ្វើឲ្យនាងមិនសប្បាយចិត្តនោះគឺធ្វើឲ្យមានបញ្ហាដល់នាង
នាងដំបងតាំងពីដំបងវាគ្រាន់តែជាការដោះដូរទេឯងកុំគិតតែផ្ដាហើយណាមួយការរវើរវាយតែម្ខាងវាមិនអាចទៅរួចទេបងគិតថារឿងនេះគួរតែបញ្ចប់មិនចាំបាច់និយាយតទៅទៀតទេមនុស្សក្បាលរឹងពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់មិនបានទេខ្ញុំមិនអាចឈរមើលបងប្រុសខ្ញុំទៅរកសេចក្តីស្លាប់បែបនេះទេក្នុងឱកាសនេះបងប្រុសមិនព្រមទៅអញ្ចឹងខ្ញុំនឹងទៅសាកល្បងជាមួយអ្នកនាងធូសានជឿម្ដងមិនថាមានរឿងអ្វីកើតឡើងខ្ញុំត្រូវទៅរកវិធីឲ្យបងប្រុសខ្ញុំជួបឲ្យបានហើយឲ្យពួកគាត់បានរៀបការជាមួយគ្នាអ្នកណាអ្នកនាងធូសានជឿគឺខ្ញុំសៀចិនជើ